គូស្វាមីភរិយាទេពបុព្រឹកនិងជីឌីវីថ្កោលទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយគំទេចរូបសំណាទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជីឌីវីនិងទេពបុព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីឌីវីនិងទេពបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបានដល់នៅការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពអោនលំទោនប្រកាន់ខ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រីមូទីសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតិករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកែវបីសាច់នៃអម្បូរតូមីកយ៉ាងប្រកបជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃអធិនបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់ក្នុងវាលដែលដុតរង្គាលដោយភ្លើងសូមឲ្យសំឡេងឧទ្ទិដ្ឋាននៃសាវកទូទាំងទ្វីបដែលបានដង្ហើយសូមដល់ទ្រង់សូមឲ្យមានអនុភាពកំទេចពូជសាដែលបានកំទេចនៅរូបសំណាកដែលបានប្រតិដ្ឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីឌីវីតនិងទេពបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពតមើលឥតសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញ្ញាថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា